សូមអនុញ្ញាតគោរពនឹងជំរាបសួរពុកម៉ែបងប្អូននិងប្រិយមិត្តទាំងអស់ដែលនិយមតាមដានស្ដាប់នៅព័ត៌មានតាមបណ្ដាញសង្គម YouTube ទាំងអស់គ្នាទាំងនេះជាវិធានការសំខាន់នៃការធ្វើចតាឡេស័កបើបុគ្គលមិនអនុវត្តតាមការណែនាំនឹងត្រូវពិន័យក្រោយព្រឹត្តិការណ៍3វិច្ឆិកាក្រសួងសុខាភិបាលកម្ពុជាបានចេញវិធានការសំខាន់នៃការធ្វើចតាឡេស័កសាជាថ្មីដែលក្នុងនោះមាន10ចំណុចសំខាន់ក្រសួងបានបញ្ជាក់ថាបុគ្គលដែលមិនអនុវត្តតាមវិធានការសុខាភិបាលក្នុងការធ្វើចតាឡេស័កត្រូវទទួលពិន័យអន្តរការជាទឹកប្រាក់ពី200,000 រៀលដល់1លានរៀលនិងត្រូវផ្តន្ទាទោសតាមច្បាប់ព្រហ្មទណ្ឌជាធរមានវិធានការសំខាន់នៃការធ្វើចតាឡេស័ករួមមាននៅក្នុងផ្ទះដោយឡែកគ្រប់ពេលជារៀងរាល់ថ្ងៃក្នុងអំឡុងពេល14ថ្ងៃហាមដាច់ខាតដើរចេញក្រៅផ្ទះឬទីកន្លែងធ្វើចតាឡេស័កទី2តាមដានរោគសញ្ញានៃជំងឺវាស់កម្ដៅជារៀងរាល់ថ្ងៃនៅពេលព្រឹកនិងពេលល្ងាចបើកម្ដៅលើសពី 37.5 អង្សាឬមានរោគសញ្ញាណាមួយដូចជាក្អកឈឺបំពង់កពិបាកដកដង្ហើមត្រូវតាក់ទងទៅកាន់ទូរស័ព្ទទាន់ហេការ115ទី3នៅដាច់ដោយឡែកពីសមាជិកគ្រួសាររស់នៅក្នុងបន្ទប់មួយដាច់ដោយឡែកដែលមានខ្យល់ចេញចូលគ្រប់គ្រាន់និងប្រើប្រាស់បន្ទប់ទឹកបង្គន់ផ្សេងពីគ្រួសារបរិភោគអាហារដាច់ដោយឡែកពីសមាជិកគ្រួសារពាក់ម៉ាស់ជាប់ជានិច្ចនិងត្រូវនៅឃ្លាតពីគ្នាយ៉ាងតិច 1.5 ម៉ែត្រទី4ប្រើសម្ភារៈដោយឡែកពីដាច់ដោយឡែកពីសមាជិកគ្រួសារហាមប្រើសម្ភារៈរួមគ្នាជាមួយសមាជិកគ្រួសារលាងសម្អាតសម្ភារៈទាំងនោះជាមួយទឹកស្អាតនិងសាប៊ូឲ្យបានស្អាតល្អបន្ទាប់ពីប្រើរួចបោកគក់សម្លៀកបំពាក់ឲ្យបានស្អាតនិងហាលថ្ងៃឲ្យបានល្អទី5លាងដៃជាមួយសាប៊ូនិងទឹកស្អាតឲ្យបានញឹកញាប់លាងសម្អាតដៃដោយប្រើសាប៊ូនិងទឹកស្អាតឬប្រើអាល់កុលឬជែលលាងដៃឲ្យបានញឹកញាប់មុននឹងក្រោយពេលចម្អិនអាហារមុននឹងក្រោយបរិភោគអាហារនិងក្រោយពេលប្រើបង្គន់ទី6ខ្ទប់មាត់ច្រមុះនៅពេលក្អកឬកណ្ដាស់ខ្ទប់មាត់ច្រមុះខ្លួនឯងដោយម៉ាស់ក្រមាកន្សែងក្រដាសអនាម័យឬខ្ទប់នឹងកែងដៃនៅពេលក្អកឬកណ្ដាស់រួចត្រូវចោលក្រដាសនោះទៅក្នុងធុងសម្រាមហើយលាងសម្អាតដៃភ្លាមទី7បរិភោគម្ហូបអាហារដែលចម្អិនឆ្អិនបានល្អម្ហូបអាហារត្រូវចម្អិនឲ្យបានល្អបរិភោគម្ហូបអាហារមានជាតិត្រីសាច់បន្លែផ្លែឈើបន្ថយជាតិខ្លាញ់ជាតិប្រៃនិងជាតិផ្អែមដើម្បីជួយពង្រឹងប្រព័ន្ធការពារសារពាង្គកាយទី8អនាម័យល្អនៅក្នុងកន្លែងរស់នៅនិងរក្សាអារម្មណ៍នឹងនោះធ្វើកិច្ចការផ្សេងជាធម្មតាហាត់ប្រាណក្នុងផ្ទះសម្អាតបន្ទប់រស់នៅផ្ទាល់ខ្លួនបន្ទប់ទឹកព្រមទាំងសម្ភារៈប្រើប្រាស់ផ្សេងជារៀងរាល់ថ្ងៃទី9បញ្ចប់ការអនុវត្តចតាឡេស័កអនុញ្ញាតឲ្យបញ្ចប់ការធ្វើចតាឡេស័កប្រសិនបើអ្នកបានអនុវត្តត្រឹមត្រូវតាមវិធានការចតាឡេស័កដោយនៅផ្ទះរាល់ពេលគ្រប់កាលកំណត់14ថ្ងៃហើយគ្មានចេញរោគសញ្ញាជំងឺនឹងត្រូវបានបញ្ជាក់ដោយលទ្ធផលតេស្ត COVID-19 អវិជ្ជមានដោយមន្ទីរពិសោធន៍នៅថ្ងៃទី13នៃការធ្វើចតាឡេស័កទី10ទំនាក់ទំនងក្នុងករណីចាំបាច់និងបន្ទាន់បើអ្នកត្រូវការពិគ្រោះយោបល់ឬជំនួយវិទ្យាសាស្ត្រសូមតាក់ទងមកទូរស័ព្ទទាន់ហេតុការ115របស់ក្រសួងសុខាភិបាលដោយមិនគិតថ្លៃសេវាសម្គាល់បុគ្គលដែលមិនអនុវត្តតាមវិធានការសុខាភិបាលក្នុងការធ្វើចតាឡេស័កត្រូវទទួលពិន័យអន្តរការជាទឹកប្រាក់ពី200,000 រៀលដល់1លានរៀលនិងត្រូវផ្តន្ទាទោសតាមច្បាប់ព្រហ្មទណ្ឌជាធរមានតាមមាត្រាទី9នៃក្រឹត្យលេខ129 អនក្របកចុះថ្ងៃទី17ខែកញ្ញាឆ្នាំ2019ព្រមទាំងតម្រូវឲ្យអនុវត្តវិធានការសុខាភិបាលនេះគឺជាអត្ថបទព័ត៌មានមួយដែលតាក់ទងទៅនឹងវិធានការសំខាន់នៃការធ្វើចតាឡេស័កបើបុគ្គលមិនអនុវត្តតាមការណែនាំនឹងត្រូវពិន័យនាងខ្ញុំសូមបញ្ចប់នៅព័ត៌មានត្រឹមតែប៉ុណ្ណេះហើយជាចុងក្រោយក៏សូមអរគុណដល់ពុកម៉ែបងប្អូននិងប្រិយមិត្តទាំងអស់ដែលតែងតែតាមដានស្ដាប់នៅព័ត៌មាននិងវីដេអូរបស់នាងខ្ញុំហើយសូមកុំភ្លេចជួយ Subscribe Like និង Share Channel របស់នាងខ្ញុំដើម្បីទទួលបានព័ត៌មានថ្មីៗជាបន្តទៀតផងដែរនៅពេលនេះនាងខ្ញុំសូមអរគុណសូមគោរពលា